សម្រាប់គម្រោងមួយនេះគឺជាគម្រោងដំបូលរាងជាអក្សរសិទ្ធិសង់ពីបេតុងអាមេដែលរចនាឡើងដោយលោកតាវ៉ាន់មូលីវ៉ាន់ជាបេតាស្ថាបនិកស្ថាបត្យករមួយរូបជាសាស្ត្ររូបដែលជើងចាស់ល្បីល្បាញនៅក្នុងប្រទេសជាតិកម្ពុជារបស់យើងនៅក្នុងការសាងសង់រចនាបថរាងជាអក្សរសិទ្ធិនេះវាមានអត្ថប្រយោជន៍ជាច្រើនដែលគាត់អាចនឹងមានច្រើនជាងអ្វីដែលខ្ញុំលើកនេះគឺថាទី1គឺវាជួយឲ្យមានត្រជាក់នៅលើដំបូលតាមរយៈ ventilation ដែលខ្យល់អាចបក់ចូលបានទី2វាជាទម្រង់មួយដែលអាចអនុញ្ញាតឲ្យមានលំហូរទឹកមកចូលនៅក្នុងតូតែម្ដងដូច្នេះតូទឹកនេះគឺអាចស្អំនៅលើដំបូលអគារនេះដែលធ្វើឲ្យការធ្វើដំបូលនេះត្រជាក់ដល់តួអគារទាំងមូលផងដែរដំបូលរាងអក្សរសិទ្ធិនេះគឺត្រូវបានសាងសង់ឡើងនៅសាកលវិទ្យាល័យ RUPP របស់សាលា IFL ហើយសង់នៅក្នុងឆ្នាំ1960រចនាបថនេះมันវាបង្ហាញមិនត្រឹមតែបង្ហាញអំពីសារៈប្រយោជន៍វាច្រើនប៉ុណ្ណឹងទេវាក៏ជារចនាបថមួយថ្មីហើយវាបែបផែនជា creative ហើយវាជាគំនិតច្នៃប្រឌិតមួយដ៏ឆ្លាតវៃរបស់គាត់ផងដែរការដែលសាងសង់មួយនេះគឺសាងសង់ដោយនិស្សិតរបស់យើងដែលមាន scale 1 លើ 1ហើយបើបងប្អូនយើងដែលចង់មកទស្សនាការតាំងពិព័រណ៍របស់ផ្នែកវិស្វកម្មសំណង់ស៊ីវិលនេះអាចមកទស្សនាផ្ទាល់នៅដំបូលនេះជាក់ស្ដែងដោយមិនបាច់ចាំបាច់ទៅដល់ការឡើងទៅដល់មើលដំបូលអគារជាក់ស្ដែងនោះទេព្រោះយើងបានយក scale 1 លើ 1មកសង់ជាក់ស្ដែងនៅទីតាំងនេះតែមួយ portion មកវាទៅបន្តទៅខាងក្រោយនៅទៀតតែយើងធ្វើពំនូកាត់មួយដើម្បីឲ្យយើងងាយមើលងាយយល់អំពីរចនាបថដំបូលរបស់តាប៉ាមីណែលដែលជាដំបូលរាងអក្សរសិទ្ធិមួយនេះ